បងប្អូនយើងភាគច្រើនប្រហែលជាអត់បានហូបវិញទេបងប្អូនណាបាទថ្ងៃនេះគឺខ្ញុំចែកចម្លែកបងប្អូនយើងពីរបៀបធ្វើម្ហូបនេះមួយមុខបាទងាយមែនទែនបាទមុខនេះដែរគឺមានឈ្មោះថាមីស៊ូបាទខ្ទឹមសចំហុយសាច់ត្រីបងប្អូនណាបាទឥឡូវយើងកុំឲ្យខាត់ពេលយូរបងប្អូនណាយើងទៅមើលពីរបៀបធ្វើទាំងអស់គ្នាបងប្អូនបាទនៅក្នុងដៃខ្ញុំនេះគឺខ្ញុំមានសាច់ត្រីទក់បាទសាច់ត្រីទក់យើងហ្នឹងគឺខ្ញុំយកតាមមួយចាហៀងទេបងប្អូនអត់ច្រើនទេបាទយកវាមកហាន់ប្រលេះស្ដើងអញ្ចឹងមកបាទដើម្បីងាយស្រួលយើងចំហុយបាទហើយបងប្អូនយើងអាចចំណាយតាម5000 ទៅ 10000 ដើម្បីទិញត្រីមួយយកមកចំហុយខ្លួនឯងបងប្អូនណាបាទឥឡូវសាច់ត្រីគឺយើងប្រលេះវាស្ដើងអញ្ចឹងប្រលេះគឺមកឲ្យដាច់បងប្អូនណាបាទរួចដល់ហើយគឺយើងដាក់ផ្តិលបាទក្រោយមកទៀតគឺយើងយកវាទៅដាក់អំបិលប្រឡាក់បងប្អូនណាបាទដាក់អំបិលហើយជាមួយនឹងស្រាចិនបាទយើងច្បល់វាបន្តិចមកបងប្អូនណាអូខេបាទពីយើងច្បល់វាឲ្យវាស្អិតសាច់ហើយបាទសាច់ត្រីនេះគឺយើងទុកចោល2នាទីមកបាទយើងទៅធ្វើគ្រឿងបាទគ្រឿងវាមានខ្ទឹមសបាទដាក់ពីឡាព្រាបាទបន្ទាប់មកទៀតគឺខ្ញុំដាក់ជាមួយនឹងខ្ទឹមបំពង1 2 3បាទ3ឡាព្រាដែរខ្ទឹមបំពងនេះបាទហើយយើងដាក់ជាមួយនឹងប៊ីចេងបាទបន្ទាប់មកគឺស្ករបងប្អូនណាបាទងាយមែនទែនបាទហើយជាមួយនឹងអំបិលបន្តិចមកបាទហើយចុងក្រោយគឺម្សៅស៊ុបមាន់រ៉ូឌីបាទហើយជាមួយនឹងប្រេងល្ងបងប្អូនហើយកុំភ្លេចគឺប្រេងខ្យងបងប្អូនណាបាទខ្ញុំក៏មានដាក់ប្រេងខ្យងដែរបាទខ្ញុំដាក់ប្រេងខ្យងនៅពីលើទៀតបងប្អូនបាទហើយជាមួយនឹងម្រេចសបាទដើម្បីឲ្យវាឆ្ងាញ់ឲ្យវាឈ្ងុយណាបងប្អូនណាបាទបន្ទាប់មកគឺយើងប្រើខ្លាញ់យើងធម្មតាបងប្អូនបាទខ្លាញ់យើងធម្មតាបងប្អូនយើងបន្ទាប់មកគឺយើងដាក់កូរវាមកបាទយើងកូរវាធ្វើម៉េចឲ្យសប់ជាមួយគ្រឿងនៅខ្លាញ់ហ្នឹងមកបាទវាស្អិតមកអូខេបន្ទាប់ពីយើងកូរអញ្ចឹងមកគឺយើងត្រូវការប្រើម្សៅឆាបន្តិចបងប្អូនណាបាទខ្ញុំដាក់ម្សៅឆាបន្តិចទៀតកូរវាហ្នឹងហើយកូរវាបន្តិចទៀតមកឲ្យវាស្អិតល្អបាទឥឡូវសាច់ត្រីយើងត្រូវយកទៅលាងទឹកបងប្អូនណាបាទយើងលាងទឹកវាឲ្យវាជ្រះជាតិអំបិលជាមួយនឹងសាច់ត្រីវាឡើងថ្លាសស្អាតបាទហើយយើងពូតវាមកពូតវាសើមកបងប្អូនឲ្យវាអស់ទឹកកុំឲ្យវាបែកសាច់ត្រីបាទហើយយើងយកសាច់ត្រីទៅប្រឡាក់ជាបន្តទៀតបាទយើងដាក់ម្សៅស៊ុបមាន់បាទប៊ីចេងជាមួយនឹងប្រេងល្ងបងប្អូនណាបាទហើយម្រេចខ្មៅបាទបងប្អូនម្រេចខ្មៅយើងបាទបន្ទាប់មកគឺយើងច្បល់វាសិនមកបាទហើយយើងអត់ចោលទេម្សៅឆាបាទយើងច្បល់វាប៉ុណ្្នឹងមកបាទឲ្យវាស្អិតតិចទៀតមកបាទបន្ទាប់មកគឺយើងដាក់ម្សៅឆាតទៅទៀតបាទដាក់ម្សៅឆាឲ្យវាស្អិតមកបាទយើងច្បល់វាកំខ្លាំងពេកបងប្អូនណាបាទប្រយ័ត្នវាបែកសាច់ត្រីណាបាទហ្នឹងហើយដូចខ្ញុំធ្វើអញ្ចឹងបងប្អូនអាចធ្វើតាមខ្ញុំបានបាទបន្ទាប់មកទៀតគឺយើងដាក់ពងមាន់សចូលបងប្អូនដាក់ពងមាន់សដើម្បីឲ្យវាស្អិតបាទវាល្អទេបាទយើងច្បល់វាទៀតមកអូខេបាទហ្នឹងហើយបងប្អូនធ្វើតាមខ្ញុំមកខ្ញុំចែករំលែកបងប្អូនចេះធ្វើទាំងអស់គ្នាបាទបន្ទាប់មកទៀតបាទគឺយើងយកមីស៊ូជាមួយនឹងសណ្តែកបដោះទៅស្រុះទឹកបងប្អូនណាបាទបន្ទាប់មកដាក់គ្រឿងមានប៊ីចេងស្ករបាទប្រេងល្ងបាទប្រេងខ្យងម្សៅស៊ុបរ៉ូឌីអញ្ចឹងបងប្អូនបាទបន្ទាប់មកទៀតបងប្អូនយើងអាចយកឆ្កឹះមកច្បល់វាបានបាទយកឆ្កឹះវាមកច្បល់ឲ្យវាសូរឲ្យសប់អញ្ចឹងមកបាទហើយយើងក៏ដាក់វានៅក្នុងចានដើម្បីរៀបសាច់ត្រីពីលើបងប្អូនបាទងាយមែនតើបាទហើយក៏ចំណាយក៏មិនថ្លៃដែរបាទបន្ទាប់មកទៀតគឺបងប្អូនយើងយកសាច់ត្រីមករៀបពីលើមីស៊ូជាមួយសណ្តែកបដោះហ្នឹងដែលបត់ធ្វើដូចខ្ញុំអញ្ចឹងមកបងប្អូនណាបាទយើងរៀបវាម្ដងមួយឲ្យវាអស់អញ្ចឹងមកបាទរហូតទាល់តែវាអស់មកគឺយើងអាចដាក់ជាមួយនឹងខ្ទឹមសបានទេបងប្អូនណាបាទដោយសារតែបញ្ហាពណ៌កជាស្រ័យបើនិយាយអត់សូវជាប់ទេអត់សូវល្អទេបងប្អូនណាបាទហ្នឹងហើយបងប្អូនធ្វើតាមខ្ញុំមកយើងដាក់ខ្ទឹមសរួយវាលើម្ដងមួយឡាព្រាមកតាមសាច់ត្រីមកបាទបន្ទាប់មកទៀតពេលដល់ពេញហើយគឺយើងរោយទៅតាមប្រឡោះដែលវានៅហ្នឹងធ្វើម៉េចយើងស្ដាយចោលខ្ទឹមសហ្នឹងគឺឆ្ងាញ់ណាបងប្អូនណាបាទបន្ទាប់មកដាក់ម្ទេស3 4គ្រាប់រោយពីលើបាទឥឡូវគឺបងប្អូនរួចរាល់ហើយបាទយើងអាចទៅបើកខ្ទះឡើងចំហុយបាទដាក់ទឹកចូលបាទបន្ទាប់មកទៀតដាក់ជើងខ្ទះចូលបាទដាក់សាច់ត្រីចូលបឹបមកបងប្អូនហ្នឹងហើយរួចរាល់ហើយបាទបន្ទាប់មកគឺយើងក្រោបវាចំនួន7នាទីបងប្អូនណាបាទក្រោបវាចំនួន7នាទីមកបងប្អូនបាទឥឡូវ7នាទីក្រោយមកគឺសាច់ត្រីចាន់ហើយបងប្អូនណាបានល្អមែនតើបងប្អូនណាបាទយើងយកឆ្កឹះកូរវាបន្តិចមកបាទអូខេបាទឥឡូវយើងអាចចាប់វាឡើងបានហើយបាទតែនបាទរួចរាល់ហើយបងប្អូនណាបាទមុខម្ហូបនេះដែរគឺជាប្រភេទមុខម្ហូបចិនបាទអញ្ចឹងបងប្អូនយើងអាចធ្វើបានហើយក៏អាចធ្វើគ្រប់ត្រីទក់ត្រីតែត្រីក្រាញ់បាទត្រីអីគេអាចធ្វើបានដែរត្រីតកែបងប្អូនណាបាទយើងអាចធ្វើបានទាំងអស់បាទបងប្អូនបាទមុខម្ហូបនេះគឺមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនគិតថាល្អនឹងចែករំលែកតបអ្នកដទៃទីបានអញ្ចឹងបងប្អូនគួរតែចែករំលែកតគ្នាផងបងប្អូនបាទអរគុណច្រើនបងវីដេអូនេះគឺបង្រៀនបងប្អូនតែប៉ុណ្្នឹងទេបាទជួបគ្នាវីដេអូក្រោយអញ្ចឹងបងប្អូនយើងអ្នកដែលត្រូវការផ្ទះត្រូវការក្បិតអាចឆាតមកខ្ញុំបានបងប្អូនណា
បាទអរគុណបាទសង្ឃឹមថាបងប្អូនយើងមើលមកហូបនេះហើយនឹងបានកើតជាចំណេះទាំងអស់គ្នាបាទសង្ឃឹមថាបងប្អូនយើងនឹង share ចែករំលែកបងប្អូនបាទហើយកុំភ្លេច follow page ខ្ញុំអ្នកមួយផងអរគុណច្រើនបាយបាយ